ថ្ងៃនេះខ្ញុំប្រកាន់ខ្ញុំបាននឹងចែករំលែកអំពីប្រធัวតាក់ទងនៅក្នុងប្រធัวហ្នឹងគឺផ្លូវនៃសេចក្តីវិន័យ4យ៉ាងប្រកាន់គុណចាស់បាសកបាសកាលោកយាយលោកតាបងប្អូនប្រុសស្រីទាំងអស់ស្ដាប់អំពីប្រធัวនេះគឺមិនមែនខ្ញុំសម្ដែងផ្លូវនៃសេចក្តីវិន័យចង់ឲ្យបងប្អូនបាសកបាសកាបងប្អូនប្រុសស្រីទាំងអស់នឹងធ្វើផ្លូវទាំងអស់នេះទេគ្រាន់តែថាយើងរៀនអំពីការខុសនឹងគឺដើម្បីកុំឲ្យយើងឯងដើរទៅរកផ្លូវខុសនឹងឯងឲ្យយើងស្គាល់អំពីការខុសតែមិនមែនឲ្យយើងដើរទៅរកផ្លូវខុសទេបើយើងដឹងផ្លូវខុសហើយគឺយើងអាចដើរត្រូវបានហើយរៀនដឹងអំពីខុសនឹងគឺទៅដើរខុសទេអញ្ចឹងវិន័យគឺមាន4យ៉ាងហ្នឹងហើយស្អីខូចបង់ការបាត់បង់ការខូចខាតឬស្អីអន្តរាយសេចក្តីវិន័យណាវិន័យហ្នឹងគឺនៅក្នុងសេចក្តីនេះគឺមាន4ណាតកតូវិន័យហ្នឹងគឺយើងសិក្សាទាំងអស់គ្នាទៅអ្នកដែលធ្លាប់ធ្វើទាំងអស់នឹងហើយក៏ដឹងហើយក៏វាចាកទៅទី1គឺជាអ្នកលេងស្រីយើងដឹងហើយបរោះដែលមានប្រពន្ធហើយក្តីមិនមានប្រពន្ធហើយក្តីឯហ្នឹងគឺទៅលេងស្រីគឺនាំឲ្យវិន័យបើសិនថាមានប្រពន្ធហើយទៅលេងជាមួយស្រីខាងក្រៅហ្នឹងគឺនាំឲ្យវិន័យណាទី1គឺក្រុមគ្រួសារឯងមិនមានសភាពមង្គលទេប្តីប្រពន្ធឯងត្រូវឆ្លោះគ្នាអញ្ចឹងទៅតែប្តីប្រពន្ធឆ្លោះគ្នាហើយគឺអាចប៉ះពាល់ដល់ការសិក្សារបស់កូនការប៉ះពាល់ដល់គ្រួសារផ្សេងៗយើងធម្មតាផ្ទះតែមួយរស់នៅជាមួយគ្នាហើយដល់ពេលតែម្នាក់បែកឆ្វេងអញ្ចឹងទៅគឺផ្ទះតែមួយគឺតែមានបញ្ហាមួយគឺផ្ទះទាំងអស់ហ្នឹងហើយគឺអ្នកដែលនៅក្នុងផ្ទះហ្នឹងគឺមានសេចក្តីខ្វល់ខ្វាយហើយតែមានបញ្ហាហើយអញ្ចឹងគឺបើបុរសនឹងឯងទៅលេងជាមួយនឹងស្រីសណ្ដាយកស្រីគឺមិនសណ្ដានៅក្នុងគ្រួសារទេគឺស្រីក្រៅទី1គឺធ្វើឲ្យទោសទែងនៅក្នុងក្រុមគ្រួសារធ្វើឲ្យប៉ះពាល់ការសិក្សារបស់កូនហើយផ្សេងតាកតងភាសាហើយដល់ពេលទៅខាងក្រៅធម្មតាស្រីក្រៅគឺគេមិនប្រាថ្នាចង់បានស្មោះអីពីយើងស្រីទាំងអស់ហ្នឹងគឺគេរកលុយហ្នឹងហើយកាលណាយើងទៅចង់ប៉ងគេចង់នោះគឺយើងឯងត្រូវវិន័យត្រូវអស់លុយអញ្ចឹងទៅអ្នកខ្លះលួចឆក់យកម៉ូតូឬក៏យកលុយអីអញ្ចឹងទៅស្រីនឹងយកលុយអញ្ចឹងទៅធ្វើឲ្យវិន័យអត់ហ្នឹងគឺធ្វើឲ្យវិន័យបានជាធัวរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺមិនចង់ឲ្យយើងនឹងឯងវិន័យទេជាប្តីប្រពន្ធហើយគឺព្រះអង្គឲ្យយើងនៅតែជាមួយនឹងប្តីប្រពន្ធទេមិនចង់ឲ្យយើងឯងក្បត់ទៅរកខាងក្រៅទេចង់ឲ្យយើងទៅរកខាងក្រៅទេគឺតែកាន់តែយើងទៅរកខាងក្រៅគឺវាមិនទៅប៉ះពាល់អីដល់ព្រះសម្មាសម្ពុទ្ធទេមិនប៉ះពាល់អីទៅដល់ព្រះអង្គទេអត់មានអីត្រូវប៉ះពាល់ទេគឺព្រះអង្គសម្ដែងអនុគ្រោះដល់យើងនឹងឯងគឺឲ្យយើងឯងដើររកផ្លូវដែលល្អតែកាលណាទូសេពគប់ជាមួយនឹងស្រីគឺឲ្យត្រកបានបរាជិកអញ្ចឹងទៅធ្វើឲ្យគេតេះដៀអញ្ចឹងទៅហើយត្រកបានបរាជិកអញ្ចឹងទៅគឺតែត្រកបានបរាជិកហើយគឺរោស្អីអេរីចម្រើនទៀតគឺអត់បានទេអញ្ចឹងបានថាគួរឲ្យប្រយ័ត្នបំផុតសម្រាប់ប្រកាសណាគុំចាស់គួរប្រយ័ត្នបំផុតគឺស្រីនឹងឯងមិនមែនថាទោះតែស្រីតែត្រកបានបរាជិកទេគឺសំបីតែសេងគឺក៏ត្រកបានបរាជិកដូចគ្នាសេងហ្នឹងគឺនិយាយទៅធម៌ទាំង30ជាមួយបរិបទជាមួយនឹងសត្វទេរិឆានក្តីគឺសុទ្ធតែត្រកបានបរាជិកធ្វើឲ្យវិន័យប្រមចរិយធម៌មិនអាចធ្វើយើងឯងខ្វល់ខ្វាយជាមួយនឹងស្ត្រីយើងខ្វល់ខ្វាយជាមួយស្នេហាផ្សេងធម្មតាយើងទៅបួសគឺដើម្បីដកខាត់កិលេសទាំងអស់នោះឯងដល់ពេលយើងមកប្រកបជាមួយនឹងកិលេសនឹងវិញគឺធ្វើឲ្យយើងឯងយឺតនៅក្នុងការរងាប់នៅកិលេសផ្សេងតទៅសុទ្ធតែមានបញ្ហាសម្រាប់ជាបាសកក្តីមិនថាកុហកក្តីមិនថាអីក៏ដោយគឺតែប្រាថ្នាជាមួយនឹងស្រីផ្សេងគឺធ្វើឲ្យយើងឯងវិន័យទាំងអស់តែនឹងគឺសម្រាប់បុគ្គលប្រើជីវិតនឹងឯងរញ៉េរញ៉ៃជាមួយនឹងស្រីខាងក្រៅផ្សេងនឹងអត់ស្មោះជាមួយនឹងប្រពន្ធខ្លួនឯងអញ្ចឹងគឺត្រូវបាត់បង់ទ្រព្យត្រូវវិន័យសុភមង្គលក្រុមគ្រួសារ
លេងស្រីហ្នឹងនឹងមួយចំណុចណាមួយចំណុចតាក់ទងនៅក្នុងវិញ្ញា4យ៉ាងហើយវិញ្ញាមួយទៀតគឺសូរ៉ានេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គប្រាប់ច្រើនមែនទែនបាត់អ្នកដែលផឹកសូរ៉ាបាត់បង់ស្មារតីបាត់បង់ស្មារតីមិនចេះគោរពធ្វើឲ្យអន់ថយនៅក្នុងការគោរពមនុស្សដែលធ្លាប់តែគោរពក៏ទៅជាមនុស្សដែលមិនគោរពវិញអញ្ចឹងទៅហើយអ្នកដែលប្រើសូរ៉ានឹងឯងច្រើនគឺធ្វើឲ្យមានជំងឺច្រើនធ្វើឲ្យថ្មីឯងស្វាំងអញ្ចឹងទៅហើយធ្វើឲ្យវិញ្ញាទ្រាំយើងមើលបច្ចុប្បន្នទៅនិយមណាស់ស្ងៃវិញ្ញាផឹកសូរ៉ាអីតាកតងនៅក្នុងវីដេអូមុនដែលខ្ញុំសម្ដែងតាកតងនៅក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំគឺខ្ញុំនិយាយអំពីទាន5យ៉ាងដែលអយទៅហើយគឺមិនសម្រេចជាបនមិនសម្រេចជាអីគឺមានសូរ៉ានឹងមួយដែរអញ្ចឹងសូរ៉ានេះគឺអ្នកណាប្រាស់ហើយគឺនាំអយវិញ្ញាគ្រប់រឿងទាំងអស់ហ្មងនិយាយទៅតែកាលណាសុខភាពយើងវិញ្ញាហើយទ្របជើងបើកបអញ្ចឹងមិនចេះប្រយ័ត្នគឺធ្វើឲ្យបុកទង្គិចអីចឹងទៅវិញ្ញាធំគឺបាត់បង់ជីវិតអញ្ចឹងទៅវិញ្ញាទៅបាត់បង់ទ្រព្យសម្បត្តិអញ្ចឹងទៅខូចខាតអញ្ចឹងទៅបុកនេះបុកនោះអញ្ចឹងទៅឬក៏បុកគេអញ្ចឹងទៅធ្វើឲ្យបាត់បង់ដល់ជីវិតអ្នកដទៃទៀតហ្នឹងគឺធ្វើឲ្យវិញ្ញាតាកតូននៅក្នុងសូរ៉ាអ្នកលេងសូរ៉ាណាអ្នកលេងសូរ៉ាលេងអីហ្នឹងគឺនាំឲ្យវិញ្ញាហ្មងយើងគិតថាវាមិនអីណាដល់ពេលវាអីទៅតែបើថាវាមិនវិញ្ញាបុកអ្នកណាទេតែវិញ្ញាសុខភាពខ្លួនឯងធ្វើឲ្យសុខភាពរបស់ខ្លួនឯងទ្រទ្រង់ធ្វើឲ្យសុខភាពរបស់ខ្លួនឯងឈឺអញ្ចឹងទៅណាកាពះពោះវេនអញ្ចឹងក្រាន់ថ្លើមអញ្ចឹងទៅអ្នកខ្លះត្រូវលាងឈាមអីចឹងទៅផ្សេងមានច្រើនណាស់តាក់ទងនឹងសូរ៉ាហ្នឹងតែអ្នកផឹកសូរ៉ាមិនដឹងទេមិនឃើញអំពីទោសទាំងអស់នោះទេពេលយើងនិយាយប្រាប់អីចឹងទៅមានតែការខឹងយើងអីទៀតនិយាយទៅកាន់ជើងសូរ៉ាហ្នឹងឆ្ងាញ់ជាមួយនឹងគ្រឿងស្រវឹងស្រឡាញ់គ្រឿងស្រវឹងតែគ្រឿងស្រវឹងអត់ស្រឡាញ់យើងទេនាំឲ្យយើងនៅឯវិញ្ញាទៅវិញយើងចូលចិត្តវាកាន់តែខ្លាំងសេពគប់វាជាមួយវាកាន់តែវិញ្ញាកាន់តែខ្លាំងទោសខ្លាំងហ្នឹងគឺអាចធាកទៅកាន់នរកអបាយភូមិធាកទៅកាន់នរកហើយបើទោសស្រាលហ្នឹងគឺកើតមកជាមនុស្សដែលបាត់បង់ស្មារតីជាមនុស្សឆ្កួតហើយសួរថាបាសកាឬបកណាគុំចាស់ឃើញកន្លែងហ្នឹងហើយនឹកឃើញថាចង់ផឹកសូរ៉ាគឺអត់ចង់ទេបើយើងចង់បានគឺពេលដែលយើងទៅកើតឆ្កួតទៅកើតអីយើងឃើញមនុស្សរាល់ថ្ងៃកើតឆ្កួតកើតអីកើតអំពីកំណើតណាកើតអំពីកំណើតហ្នឹងគឺទោសនៃសូរ៉ាហ្នឹងឯងយើងមើលទៅយើងឃើញហេតុអីបានជាមនុស្សនឹងកើតឆ្កួតកើតអីណាតាកតូននឹងហើយមិនចាំបាច់ទៅដល់ជាតិមុនទេបងប្អូនតែក្នុងជាតិនេះបើសិនតែយើងផឹកខ្លាំងគឺឆ្កួតតែពីជាតិហ្នឹងឯងទៅយើងមើលទៅហើយខេតតែព្រះអង្គសម្ដែងថាជាក្រោយហ្នឹងគឺជាមនុស្សដែលខ្សោយបញ្ញាជាមនុស្សដែលកើតមកកើតឆ្កួតមិនឃើញថាបើយើងមិនជឿមើលតែជាតិនេះទៅមានមនុស្សកើតឆ្កួតនៅក្នុងជាតិនេះតកោហ្នឹងផឹកសូរ៉ាអញ្ចឹងទៅកាប់សម្លាប់គ្នាក៏មានផឹកសូរ៉ាអញ្ចឹងទៅចាំមកលោកគុណគេក៏មានឃើញទេអានឹងមិនកាត់ឆ្កួតបើសិនមនុស្សជាតិនេះស្មានតែធ្វើទាំងអស់នោះផឹកស្រាទៅលួចត្រឹបគេក៏មានទៅដិតផ្ទះគេក៏មានគ្រប់បែបគ្រប់យ៉ាងទាំងអស់ហ្នឹងផឹកសូរ៉ាហ្នឹងអញ្ចឹងនាំឲ្យវិញ្ញាឬក៏មិនវិញ្ញាបងប្អូនយើងមើលទៅវិញ្ញាហ្នឹងគឺចំណុចទី2ហើយចំណុចទី3ហ្នឹងគឺលេងល្បែងភ្នាល់ល្បែងភ្នាល់ហ្នឹងយើងមើលទៅអ្នកណាមួយថាលេងល្បែងហើយរីកចម្រើនយើងមើលបច្ចុប្បន្នមើលអ្នកដែលលេងល្បែងភាគច្រើនអ្នកលេងល្បែងមើលគ្រូស្អីគេនៅដូចខេតណាដូចកំពង់ចាំឬក៏ត្បូងឃុំទេជាគ្រូជាប្រធានគ្រូណាតាំងប្រពន្ធតាំងប្តីនឹងសុទ្ធតែជាគ្រូសុទ្ធតែជាអ្នកអប់រំគេជាអ្នកដែលបង្រៀនគេឲ្យគេនឹងឯងបានចំណេះដឹងរកចំណុចល្អចំណុចផ្សេងដល់ពីចុងចាំទៅមិនលេងល្បែងអនឡាញស្អីមានល្បែងអនឡាញអីទៀតអ្នកខ្លះលក់ម៉ូតូលក់អីទៀតអ្នកខ្លះម៉ែយកលុយយំអីមកឲ្យសិក្សារៀននៅក្នុងទីក្រុងអត់ចេះរកអីឲ្យវារីកចម្រើនដាក់ខ្លួនហើយទៅលេងល្បែងអញ្ចឹងទៅលក់ម៉ូតូលក់អីអញ្ចឹងទៅយកលុយហ្នឹងទៅលេងអញ្ចឹងទៅមានបងនោះគាត់ម៉ែផ្ញើមកទៅលេងល្បែងអញ្ចឹងទៅអស់លុយអញ្ចឹងទៅ
តើខ្ញុំមកថាគេលួចអញ្ចឹងទៅក៏ហក់ម៉ែឲ្យម៉ែនឹងខ្ញុំលួចមកទៀតអញ្ចឹងទៅនឹងគឺលបែងថាលបែងភ្នួលលបែងស៊ីសងអីផ្សេងៗហ្នឹងគឺនាំឲ្យវិនាសមិននាំសេចក្តីចម្រើនដល់យើងទេនឹងខ្ញុំនិយាយនៅក្នុងថ្ងៃនេះគឺដោយសារតែខាងមុខនេះគឺយើងជិតដល់បុណ្យប្រពៃណីខ្មែរយើងហើយគឺថ្ងៃ14 15 16ហ្នឹងប្រពៃណីខ្មែរយើងអញ្ចឹងគឺបងប្អូនខ្លះគឺបើស្រុកខ្ញុំវិញគឺលបែងខ្លះឃ្លូអីហ្នឹងគឺលេងហើយគឺលេងហើយអញ្ចឹងគឺលបែងទាំងអស់នឹងឯងគឺនាំឲ្យវិនាសអ្នកខ្លះចាក់ឆ្នោតចាក់អីហ្នឹងគឺនាំឲ្យវិនាសមិននាំសេរីចម្រើនទេការអ្នកលេងល្បែងហ្នឹងគឺមិនរីកចម្រើនទេអ្នកខ្លះរក្សាសិលអញ្ចឹងសាសិល8សិលអីហើយនោះតែទៅលេងល្បែងអញ្ចឹងមិនថាតែកាលណារក្សាសិលក៏ដោយវាមិនដាច់សិលទេតែវានាំឲ្យវិនាសវាមិនដល់ដាច់សិលទេតែវានាំឲ្យយើងនឹងឯងសាមកយូរទៅវក់មែនទែនទៅលេងស្គាល់ទៀនលេងស្គាល់បនអីចឹងទៅចឹងមិនថាគុំនាំឲ្យយើងលេងល្បែងគុំនាំគ្នាលេងល្បែងទាំងឯងនាំឲ្យយើងវិនាសប្រពៃណីខ្មែរអញ្ចឹងទៅលេងតែល្បែងដែលនាំឲ្យយើងវិនាសហ្នឹងគឺតាក់ទងនៅក្នុងល្បែងដែលភ្នួលអញ្ចឹងទៅលេងចាក់ឌុយចាក់អីផ្សេងៗហ្នឹងល្បែងភ្នួលនិយាយទៅឲ្យតែល្បែងនៅក្នុងពុទ្ធសាសនាតែបើយើងថាលេងគឺយើងគួរពិចារណាដែរល្បែងហ្នឹងនាំឲ្យយើងខាតពេលវេលាខាតអីផ្សេងៗហ្នឹងយើងមិនគួរលេងទេលេងល្បែងភ្នួលស៊ីសងលេងអីហ្នឹងចាក់ល្បែងពេងអាប៉ងឬបេអញ្ចឹងទៅល្បែងភ្នួលនឹងឯងគឺនាំឲ្យយើងវិនាសតាក់តងនៅក្នុងនេះគឺ3ចំណុចហើយណាយើងលេងបាន3ចំណុចហើយមួយទៀតហ្នឹងគឺកន្លែងនេះសំខាន់មែនទែនណាសំខាន់ណាមានមិត្តដល់លមុខណាមានមិត្តសម្លាញ់ដល់លមុខសំគប់នឹងបុគ្គលដល់លមុខយើងសំដៅដល់មិត្តដែលបាបប្រមិត្តណាមិត្តដែលនាំឲ្យយើងវិនាសណានាំយើងទៅលួចគេអញ្ចឹងទៅមិត្តនាំឲ្យយើងទៅផឹកស្រាអញ្ចឹងទៅគឺសំខាន់មែនទែនមិត្តហ្នឹងតែបើមិត្តនាំឲ្យយើងទៅសិក្សារៀនសូត្រអានឹងមិនមែនខាមិត្តលមុខទេនាំសិក្សារៀនសូត្រនាំជើងរកស៊ីអីដែលជាសុចរិតអញ្ចឹងទៅមិនឆក់ប្លន់អ្នកអតីអញ្ចឹងទៅធ្វើអីដោយកម្លាំងញើសឈាមរបស់ខ្លួនឯងអានឹងគឺមិនមែនជាមិត្តវិនាសទេនាំឲ្យយើងវិនាសទេគឺមិត្តដែលនាំឲ្យយើងរីកចម្រើននាំឲ្យយើងឯងបានសេចក្តីសុខមិត្តទាំងអស់នោះយើងគួរស្ដាប់គប់តែមិត្តនេះគឺមិត្តដល់លមុខនឹងឯងយើងមិនគួរស្ដាយទេយើងមិនគួរដើម្បីស្ដាយបុគ្គលនោះទេទោះគេមិនស្ដាប់គប់ជាមួយយើងក៏មិនជាបញ្ហាមិនមែនឲ្យទៅស្អប់ទេណាបើថាមិនស្ដាប់គប់គឺយើងមិនធ្វើតាមបុគ្គលទាំងអស់នោះនាំយើងទៅផឹកស៊ីអញ្ចឹងទៅនាំឲ្យយើងទៅលេងបែងផ្សេងអញ្ចឹងទៅមិត្តទាំងអស់នោះយើងគួរទៅអត់យើងគួរទៅដើម្បីធ្វើតាមអត់មិនទៅគួរទៅធ្វើតាមអីទេអញ្ចឹងគឺផ្លូវទាំងអស់នេះឯងគឺនាំឲ្យយើងវិនាសបើយើងទៅធ្វើជាមួយនឹងមិត្តដែលអាក្រក់ទៅលួចប្លន់គេទៅផឹកសូរ៉ាអីហ្នឹងគឺនាំឲ្យយើងវិនាសមិត្តទាំងអស់នេះយើងស្ដាយអត់មិត្តដល់លមុខហ្នឹងអញ្ចឹងយើងឃើញអំពីទោសទាំងអស់នេះហើយគឺយើងវាចាបានយើងវាចាផ្លូវណានាំឲ្យយើងរីកចម្រើនដែលនាំឲ្យយើងមិនរីកចម្រើនយើងដឹងហើយណាដោយសារតែយើងបានស្ដាប់នៅពធัวសិក្សាអំពីធัวអញ្ចឹងទៅយើងហាម5ខ្លួនឯងណាធំដឹងក្តីហើយមិនចាំបាច់អ្នកណាប្រាប់ចាំបាច់អ្នកណាជេរទេព្រោះយើងក៏ធំយើងអាចពិចារណាបានយើងមានខួរក្បាលគិតពិចារណាបានយើងសិក្សាស្ដាប់រៀនអីផ្សេងដើម្បីសេចក្តីចម្រើនឯងមិនរៀនមកដើម្បីចេះហើយយើងទៅធ្វើអបាយមុខពាលាអាវ៉ាសេតដែលហ្នឹងគឺមិនបាច់ចេះក៏បានដែរព្រោះចេះមកមិននាំឲ្យខ្លួនឯងរីកចម្រើនហើយរៀនមកធ្វើអីបើរៀនមិននាំឲ្យយើងរីកចម្រើនខ្លួនឯងហ្នឹងមិនដឹងអាណាខុសមិនដឹងអាណាត្រូវហ្នឹងគឺយើងទៅដើម្បីរៀនមកធ្វើអីបើយើងមិនដឹងតាន់ដែលមករៀនរួចហើយមកធ្វើខុសតាន់ដែលរៀននឹងបានប្រយោជន៍អីគេមកវិញចេះមកគឺដើម្បីរកផ្លូវរីកចម្រើនមិនមែនចេះមកដើម្បីដើរខុសតាន់ដែលទេផ្ដាំដល់អ្នកដែលសិក្សាហើយតែមិនប្រុងវាចាណា